បាទសូមគោរពជំរាបសួរអាយដាមលោកជំទាវលោកអ្នកអុកញ៉ាអ្នកអុកញ៉ាអុកញ៉ាអស់លោកអស្រីនេះកញ្ញាទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាជាមួយនឹងការផ្សាយបន្តផ្ទាល់ពីមហាព្រឹត្តិការណ៍ក្លឹមព្រះនគរដែលនេះគឺជាកម្មវិធីសហវប្បធម៌បែបសហសម័យដែលឥឡូវនេះបាទយើងកំពុងតែប្រពៃជាមួយនឹងកម្មវិធីដ៏ធំមួយនេះនៅសាលមហោស្រពកាពេជ្រផងដែរដែលថ្ងៃនេះមានខ្ញុំបាទណូភីលីជាមួយនឹងចានាងខ្ញុំជីជីដែលជាផ្នែកមួយនៅក្នុងការសម្របសម្រួលនៃកម្មវិធីដ៏អស្ចារ្យនេះផងដែរហើយនៅក្នុងថ្ងៃនេះយើងឃើញថាមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នាជាពិសេសវត្តមានសិល្បករសិល្បករនីវត្តមានតារាចម្រៀងក៏ដូចជា influencer ជាច្រើនដើម្បីញ៉ាំងក៏ដូចជាចូលរួមនៅក្នុងកម្មវិធីនេះជាចលនាមួយដែលធ្វើឲ្យចាសម្បត្តិវប្បធម៌ខ្មែរក៏ដូចជាចាអរិយធម៌របស់ខ្មែរនៅតែមានឈ្មោះល្បីរន្ទឺទូទាំងពិភពលោកផងដែរបាទហើយខ្ញុំបាទក៏ចង់បញ្ជាក់ផងដែរថាគោលបំណងនៅក្នុងការប្រពៃជាមួយនឹងមហាព្រឹត្តិការណ៍ក្លឹមព្រះនគរនៅក្នុងថ្ងៃនេះគឺយើងរៀបចំឡើងនៅក្នុងការរំលឹកក៏ដូចជាការគេហៅថាធ្វើឲ្យវប្បធម៌ខ្មែររបស់យើងកាន់តែល្បីសុសសាយផងដែរមួយវិញទៀតប្រៀបបានដូចជាគឺជាសញ្ញានៅក្នុងការបង្កើតឲ្យអត្តសញ្ញាណជាតិខ្មែររបស់យើងកាន់តែល្បីរន្ទឺនិងមានឈ្មោះបោះសម្លេងនៅលើពិភពលោកចាជាពិសេសវត្តមានភ្ញៀវកិត្តិយសទាំងអស់ដែលគាត់អញ្ជើញបានចូលរួមគឺគាត់បានក្រងនៅសម្លៀកបំពាក់បែបបុរាណក៏ដូចជាអ្នកខ្លះទៀតគឺគាត់បានលាយជាមួយនឹងសិល្បៈចាច្នៃប្រឌិតបែបសម័យផងដែរដែលជាការបង្ហាញឲ្យឃើញថាទោះបីជាយើងដើរនៅដល់សម័យកាលជឿនលឿនយ៉ាងណាក៏ដោយក៏យើងតែងតែមិនភ្លេចនៅក្នុងការថែរក្សាក៏ដូចជាការអភិរក្សក៏ដូចជាគាំពៀនៅសម្បត្តិវប្បធម៌ខ្មែររបស់យើងឲ្យពិភពលោកបានឃើញក៏ដូចជានេះគឺជាការបង្ហាញមួយជូនទៅដល់ចាប្រជាជនទាំងអស់គ្នាថាទោះបីជាប្រទេសខ្មែរគឺជាប្រទេសមួយដែលទូចក៏ប៉ុន្តែបេះដូងប្រជាជនខ្មែរគឺជាប្រជាជនមួយដែលមានបេះដូងដ៏ធំបំផុតបាទត្រឹមត្រូវដោយទស្សនិកជនទាំងអស់គ្នាបានជ្រាបរួចរាល់មកហើយថាប្រទេសខ្មែររបស់យើងអ្វីដែលយើងបានបន្សល់ទុកពីដូនតាជាមួយនឹងសម្បត្តិវប្បធម៌អរិយធម៌អ្វីដែលសំខាន់មួយវិញទៀតនោះគឺយើងគេហៅថាប្រជាជនខ្មែររបស់យើងគឺមានបេះដូងដែលស្អាតមានបេះដូងដែលល្អមានការសាមគ្គីគ្នាទើបថ្ងៃនេះមានការប្រពៃជាមួយនឹងកម្មវិធីព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះកើតឡើងផងដែរហើយខ្ញុំក៏ចង់បញ្ជាក់ទៅកាន់ពុកម៉ែបងប្អូនផងដែរថារាល់សម្បត្តិដែលយើងបានពីការលក់នៅក្នុងរាត្រីនេះបាទគឺយើងនឹងយកទៅការបរិច្ចាគទាំងអស់យើងប្រកួតជូនទៅកាន់មូលនិធិ Sunflower ដើម្បីជួយទៅកាន់បងដែលជាវីរៈកងទ័ពអង្គអាចក្លាហាននៅក្នុងប្រជាជាតិកម្ពុជារបស់យើងផងដែរចាបច្ចុប្បន្នឲ្យរំភើបខ្លាំងមែនតើហើយក៏សូមបញ្ជាក់ជូនផងដែរថាសម្រាប់កម្មវិធីដ៏អស្ចារ្យនេះចាមហាព្រឹត្តិការណ៍ដ៏ពិសេសដែលមានឈ្មោះថាក្លឹមព្រះនគរនេះចាគឺនាំមកជូនលោកអ្នកដោយ Atomic ដែលបានចាឧបត្ថម្ភដោយ Miss Sunflower ក៏ដូចជាបានគ្រប់គ្រងជាមួយនឹងចាក្រសួងសិល្បៈក៏ដូចជាក្រសួងវប្បធម៌ផងដែរដែលធ្វើឲ្យកម្មវិធីរបស់ចាយើងនេះកាន់តែមានចាភាពដ៏អស្ចារ្យក៏ដូចជាយើងនឹងមានបង្ហាញជូននៅផ្ទាំងទស្សនីយភាពសិល្បៈដ៏អស្ចារ្យជាច្រើនដែលយើងមានការផ្សាយបន្តផ្ទាល់រហូតដល់2 ពេកចាដូច្នេះសូមអញ្ជើញវត្តមានភ្ញៀវកិត្តិយសទាំងអស់គ្នារងចាំតាមដានទស្សនាជាមួយនឹងយើងជប់ទាំងអស់គ្នាតាមរយៈតាំងពីដើមកម្មវិធីរហូតដល់ចប់ផងដែរបាទឃើញថាអ្វីដែលទស្សនិកជនកំពុងតែបានស្ដាប់និងបានឮមិនទាន់បានឃើញផ្ទាល់ទេនៅឃើញថាជឿជាក់ថានៅតាមគេអាឋានកំពុងតែមានការគេហៅថាត្រេកអរមានការអបអរសាទរនិងមានការចង់ដឹងចង់ឮចង់ឃើញថាកម្មវិធីរបស់យើងព្រឹត្តិការណ៍ដ៏ធំនៅក្នុងថ្ងៃនេះគឺមានអ្វីខ្លះឥឡូវនេះគឺយើងតោះយើងនាំគ្នាបង្ហាញគាត់បន្តិចថានៅក្នុងកម្រាលព្រំក្រហមរបស់យើងគឺមានការចូលរួមយ៉ាងណាមានការរៀបចំណាតោះយើងទៅមើលទាំងអស់គ្នាបាទសូមអញ្ជើញចាមកទស្សនាជាមួយយើងខ្ញុំទាំងពីរទាំងអស់គ្នាបាទឃើញថាមានការរៀបចំក៏ដូចជាមានការរៀបចំជាមួយនឹងប្រាង្គប្រាសាទរបស់ខ្មែរយើងដែរចាទាំងនេះគឺវត្តមានភ្ញៀវកិត្តិយសទាំងអស់គ្នាថ្ងៃនេះគឺមានទាំងភ្ញៀវជាតិក៏ដូចជាអន្តរជាតិហើយជាពិសេសឃើញថាវត្តមានរបស់បងប្អូនដែលជាប្រជាពលរដ្ឋកម្ពុជារបស់យើងគឺគាត់ក៏បានចូលរួមដែរព្រោះថាសម្បត្តិរបស់យើងគឺយើងមានលក់រហូតដល់3សម្បត្តិគឺសម្បត្តិ VIP ក៏ដូចជាសម្បត្តិ Premium ហើយនិងសម្បត្តិ Standard ហើយពួកគាត់ទាំងអស់គ្នាចាគឺបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមក្នុងកម្មវិធីរបស់យើងបាទត្រឹមត្រូវឃើញថានៅខាងក្រោយខ្ញុំនេះឃើញថាយើងបានដាក់ជាមួយនឹងចំណងជើងនៅក្នុងមហាព្រឹត្តិការណ៍របស់យើងនៅក្នុងថ្ងៃនេះផងដែរគឺក្លឹមព្រះនគរហើយក៏មានជាមួយនឹងរូបប្រាសាទព្រះវិហារប្រាសាទមានជាមួយនឹងប្រាសាទព្រះវិហារនៅខាងនោះយើងក៏មានប្រាសាទអង្គរវត្តឥឡូវយើងនាំទស្សនិកជនទាំងអស់គ្នាទៅទស្សនាជាបន្តហើយឥឡូវនេះយើងឃើញថាមានការចូលរួមជាច្រើនបន្តពីខាងសិល្បករសិល្បករនី influencer ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដែលគាត់បានឆ្លាញ់និងគ្រប់គ្រងតែអ្វីរបស់ខ្មែរយើងមានហើយជាមួយនឹងមហាព្រឹត្តិការណ៍ដែលគឺជាព្រឹត្តិការណ៍មួយធំប្រចាំឆ្នាំដើមឆ្នាំ2021នេះផងដែរបាទចាបើសិនជាកលេចមកមើលខាងរូបខាងក្រោយនេះគឺជារូបរបស់ចាអ្នកនាងទេពព្រឹកដែលយើងអាចនិយាយបានថាសម្រាប់វត្តមានសិល្បករសិល្បករនី
វត្តមានចាគូស្វាមីភរិយារបស់លោកទាំងពីរនេះគឺជាអាចស្ថិតមួយនៅក្នុងចំណោមសិល្បករសិល្បករនេះដែលយើងគួរឲ្យគោរពក៏ដូចជាគួរឲ្យស្ញប់ស្ញែងពីព្រោះថាពួកគាត់ទាំងពីរទោះបីជានៅក្នុងកម្មវិធីអ្វីក៏ដោយក៏គាត់មិនដែលបំភ្លេចនៅក្នុងការបង្ហាញអំពីចាសិល្បៈវប្បធម៌ខ្មែរយើងទៅឲ្យពិភពលោកបានស្គាល់ទេទោះបីជាពេលខ្លះគាត់បង្កើតកម្មវិធី concert K-pop អីជាច្រើនក៏ដោយក៏ប៉ុន្តែពេលខ្លះទៀតគឺគាត់នៅតែមានជាមួយនឹងចលនានៅក្នុងការបំផុសបំផុលចាពីវិស័យសិល្បៈខ្មែរយើងទៅឲ្យបងប្អូនទាំងអស់គ្នាបានដឹងបាទត្រឹមត្រូវហើយសម្រាប់ភ្ញៀវសំទោសបាទសម្រាប់ទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនាក៏ដូចជាពិសេសគឺសិល្បករសិល្បករនេះក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងតែតម្រង់ជួរក្នុងការទទួលយកសម្បត្តិក៏អាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយនឹងរូបអ្នកនាងទេបូព្រឹកផងដែរបាទអញ្ចឹងយើងនាំពួកគាត់ទៅមើលជាមួយនៅខាងនោះម្ដងថានឹងមានរូបមានការរៀបចំយ៉ាងណាខ្លះបាទចានេះគឺជាជួរសម្បត្តិដែលព្រីមៀមអញ្ចឹងបងប្អូនទាំងអស់គ្នាដែលគាត់អញ្ជើញចូលរួមគឺគាត់អាចឈរចាំតាមរយៈឡាញចាកដានេះបានហើយយើងក៏មាននៅខាងនេះផងដែរចាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាគឺអាចមកជួបជាមួយនឹងវត្តមានសិល្បករសិល្បករនេះឬមួយក៏ចា idol ណាមួយដែលបងប្អូនទាំងអស់គ្នាចង់ថតរូបជាមួយក៏ដូចជាអាចថតរូបជាមួយនឹងផ្ទាំងប្រាសាទសិលាដែលយើងបានរៀបចំជូនជាក់ស្ដែងដូចជាខាងក្រោយខ្ញុំនេះគឺយើងមានចារៀបចំនៅប្រាសាទអង្គរវត្តដែលជាចាសម្បត្តិដួងព្រលឹងជាតិរបស់យើងចាផ្សាយទៅដល់បរទេសចាទៅដល់ទីណាក៏គេដឹងដែរថាចាកម្ពុជារបស់យើងចាបាទគឺប្រាសាទអង្គរវត្តគឺជារបស់ខ្មែរបាទហើយឥឡូវនេះយើងបានឃើញជាមួយនឹងប្រាសាទអង្គរវត្តហើយជាមួយនឹងការចូលរួមបាទកំពុងតែឈរដើម្បីរងចាំយកសម្បត្តិហើយមើលទីនេះវិញគឺជារូបប្រាសាទព្រះវិហារបាទប្រាសាទព្រះវិហារដែលជារបស់ខ្មែរគេដំណើររបស់ខ្មែរអញ្ចឹងទីនេះក៏អ្នកចូលរួមគាត់អាចផ្ដិតយករូបភាពអនុស្សាវរីយ៍ផងដែរសម្រាប់ជាមួយនឹងព្រឹត្តិការណ៍មិនថានៅខាងនោះមិនថាខាងនេះមិនថានៅខាងមុខផងដែរហើយនៅខាងមុខអំបញ្ញមិញនេះគឺយើងបានបង្ហាញឲ្យពីព្រឹត្តិការណ៍ពិតពីរូបភាពដែលកំពុងតែយើងរៀបចំជាមួយនឹងព្រឹត្តិការណ៍ទាំងមូលនៅក្នុងកម្មវិធីនេះផងដែរបាទចាជាក់ស្ដែងដូចជានាងខ្ញុំបានឈរនៅមុខប្រាសាទព្រះវិហារប្រាសាទព្រះវិហារគឺជាប្រាសាទមួយដែលមានក្បូរក្បាច់រចនាដ៏ល្អផូរផង់ហើយប្រាសាទព្រះវិហារគឺបានចាចុះបញ្ជីចាដែលជាបេតិកភណ្ឌពិភពលោកចានៅក្នុងឆ្នាំ2008ដោយអង្គការ UNESCO ផងដែរចាហើយប្រាសាទព្រះវិហារទោះបីជាមានចង់និយាយថាទោះបីជាយ៉ាងណាក៏ដោយក៏ប្រវត្តិសាស្ត្ររបស់យើងគឺនៅតែមានចាប្រាសាទព្រះវិហារគឺស្ថិតនៅចាជួរភ្នំលើភ្នំដងរែកចាមានចាក្បូរក្បាច់រចនាក៏ដូចជាមានចាស្ថាបត្យកម្មដ៏ចាគួរឲ្យកោតសរសើរស្ញប់ស្ញែងដែរនៅក្នុងចារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ក៏ដូចជាព្រះបាទសូរ្យវរ្ម័នទី2ផងដែរដែលបង្ហាញអំពីជំនឿសាសនាក៏ដូចជាចាការគោរពចាតាំងពីគេដំណើរមកដែលបង្ហាញអំពីចាភាពរុងរឿងចានៃចក្រភពរបស់ខ្មែរបាទឃើញថាឥឡូវនេះទស្សនិកជនឲ្យគឺបានទស្សនានៅរូបភាពខាងក្រៅសកម្មភាពខាងក្រៅឬរហ័សជឿជាក់ថាកំពុងតែតន្ទឹងរង់ចាំជាមួយនឹងសកម្មភាពនៅខាងក្នុងចង់ដឹងថាតើនឹងមានអ្វីពិសេសនឹងមានអ្វីការរៀបចំអស្ចារ្យយ៉ាងណានោះបាទនៅពេលនេះយើងសូមទុកទូនាទីជូនទៅដល់ចាបងស្រីរ៉ូលីននិងហៅបងស្រីចឹងត្រូវអត់ត្រឹមត្រូវអត់អីទេព្រោះថ្ងៃនេះចាំមើលឈុតគាត់ surprise ទាំងអស់គ្នាចានេះខ្ញុំជឿជាក់ថាសម្រាប់បងប្អូនទាំងអស់គ្នានៅពេលដែលបានឃើញឈុតសម្លៀកបំពាក់ដែលបងរ៉ូលីនកំពុងតែក្រងជាមួយនឹង David នេះខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាប្រកាសជា surprise ចា surprise ខ្លាំងមែនតើឥឡូវនេះកុំឲ្យខាត់ពេលយូរសូមទៅទស្សនានៅចាព្រឹត្តិការណ៍នៅខាងក្នុងដែលមានចាវត្តមានរបស់បងរ៉ូលីននិងចាបងប្អូនប្រុស David ដែលជាអ្នកដំណើរការផ្ទាល់នៅក្នុងកម្មវិធីចាសូមអញ្ជើញ